រឿងអនុភាពពុទ្ធគុណសម័យមួយព្រះសាស្តាទ្រង់គង់ព្រះធរមានឡើយពួកភិក្ខុភិក្ខុនីឧបាសកឧបាសិកានាំគ្នាចូលទៅស្ដាប់នៅពុទ្ធអាវាសនិងប្រតិបត្តិតាមសំគួរដល់ឧបនិស្ស័យរៀងខ្លួនមនាលអ្នកទាំងឡាយអ្នកគប្បីចម្រើននៅពុទ្ធគុណជាទីជ្រះថ្លានិងបានជាប្រយោជន៍សម្រាប់ខ្លួនតទៅអនាគតផងព្រះករុណាព្រះអង្គដូច្នេះអ្នកទាំងឡាយចូលចម្រើនថាអិតិពិសោភគវិជោក្នុងសម័យនោះមានបុរសកំសត់ម្នាក់ឈ្មោះថានាយទីរុសកតិកៈមានកូនប្រុសម្នាក់ទាំងកូនទាំងឪពុកជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធសាសនាពុកអើយខ្ញុំសុំទៅលេងកូនឃ្លីជាមួយកូនអ្នកផងបានទេនឹងហើយកូនទៅចុះតែត្រូវលេងឲ្យស្រួលបួលណាកុំឆ្លោះគ្នាកុំវាយគ្នាឬទេបាទពុកកុំបារម្ភអីកូនដឹងហើយកូនប្រុសបានទៅលេងកូនឃ្លីជាមួយនឹងកូនរបស់អ្នកដទៃដែលជាអ្នកមិច្ឆាទិដ្ឋិពេលលេងកូនឃ្លីកូនអ្នកសមាទិដ្ឋិបានរំលឹកព្រះពុទ្ធគុណថាអិតិពិសោភគវិជាដើមហើយបានលេងឈ្នះកូនមិច្ឆាទិដ្ឋិគ្រប់ពេលវេលាណែគ្នាយើងមិនបានយើងចេះតែលេងចាញ់អាមួយនោះរហូតអញ្ចឹងអញមិនដឹងដែរអាមួយនឹងសង្ស័យតែមានស្អីជួយទៅដឹងវាមិនដឹងទេវាគ្រាន់តែចៃដន្យប៉ុណ្ណោះលើកក្រោយយើងមិនចាំបាច់ឲ្យវាលេងជាមួយយើងទេបើមិនអញ្ចឹងយើងចាញ់វាតែរហូតហ្មងថ្ងៃមួយឪពុករបស់ក្មេងនោះបាននាំគេទៅរកអុសក្នុងព្រៃហើយបានដាក់រទេះនៅក្បែរព្រៃខ្មោចហើយលែងគោឲ្យដើរទៅរកស៊ីតាមចំណូលចិត្តរបស់វាកូននៅចាំរទេះនឹងហើយឮទេពុកចូលទៅព្រៃរកអុសសិនណាបាទពុកទៅចុះខ្ញុំចាំនេះម្យ៉ាងទៀតកូនមើលគោផងណាលុះដល់ល្ងាចគោទាំងពីរក៏បានដោយទៅតាមហ្វូងចូលទៅក្នុងស្រុកពេលប្រលប់ទើបឪពុកទៅតាមរកគោទាំងពីរនោះឃើញតែចៃដន្យអ្នកនៅយាមទ្វារស្រុកបានបិទទ្វារចេញចូលទាំងអស់ទើបកូនដំណើរមិនអាចចេញទៅរកកូនបានឡើយចំណែកឯកូនរបស់គេបាននៅចាំរទេះតែម្នាក់ឯងវេលាយប់ជ្រៅបន្តិចហើយក្មេងនោះបានសូត្ររំលឹកព្រះពុទ្ធគុណពុកអើយម្ដេចក៏ទៅយូរម្លេះណោះអិតិពិសោភគវិអរហង្គសម្មាសម្ពុទ្ធោអិតិពិសោភគវិអរហង្គសម្មាសម្ពុទ្ធោអិតិពិសោភគវិអរហង្គសម្មាសម្ពុទ្ធោណែគ្នាយើងនៅទីនោះមានក្មេងម្នាក់ដែលបានរលឹកដល់ពុទ្ធគុណយើងមិនអាចបៀតបៀនបានទេមែនហើយយើងត្រូវតែថែរក្សាការពារគេផងទើបបានពួកអមនុស្សក្នុងព្រៃនោះបាននាំគ្នាមកជួយថែរក្សាការពារមិនឲ្យមានអន្តរាយកើតមានដល់ក្មេងនោះឡើយក្រោយមកព្រះរាជាក្រុងមគធៈទ្រង់ជ្រាបហើយទើបនាំយកក្មេងនោះទៅគាល់ព្រះសាស្តាទ្រង់ត្រាស់សរសើរពុទ្ធានុសតិនិងបានត្រាស់សួរថាតើមានធម៌ដទៃទៀតទេដែលមានអានុភាពដូចជាពុទ្ធានុសតិនេះបបិទ្ធមហារាជតាមពិតការមានសតិរលឹកដល់ព្រះពុទ្ធគុណសពកាលរមែងមានអានុភាពយ៉ាងក្រៃលែងបុគ្គលដែលមានសតិរលឹកដល់ពុទ្ធគុណសពកាលរមែងទទួលបានការថែរក្សាការពីទេវតានិងអមនុស្សទាំងឡាយជានិច្ចការរលឹកដល់ពុទ្ធគុណគឺជាគុណជាតិដ៏ប្រសើរដែលបុគ្គលគប្បីអនុវត្តជាប្រចាំទើបបានជាប្រយោជន៍ដល់